ជំរាបសួរពុកម៉ែបងប្អូននៅក្នុង slide ថ្មីនេះគឺខ្ញុំនឹងបង្ហាញជូនពុកម៉ែបងប្អូនអំពីរបៀបក្នុងការរចនាឬក៏យើងថា design ផ្ទាំង slide នៅក្នុងកម្មវិធី PowerPoint របស់យើងជាបន្តទៅទៀតអញ្ចឹងនៅក្នុងនេះគឺខ្ញុំលើកយកតាក់ទងទៅនឹងគំរូឧទាហរណ៍មួយគឺខ្ញុំនឹងធ្វើការរៀបចំផ្ទាំង slide របស់យើងឲ្យទៅជារូបភាពបែបនេះបាទអញ្ចឹងរូបភាពនេះគឺយើងអត់មានស្រាប់ទេគឺយើងបានមកពីការផ្គុំបញ្ចូលគ្នាហើយរូបភាពទាំងអស់នេះគឺពុកម៉ែបងប្អូនអាចទៅស្វែងរកតាមរយៈអ៊ីនធឺណិតបានឬក៏ពុកម៉ែបងប្អូនមានជាផលិតផលផ្ទាល់ខ្លួនចង់ធ្វើការ design ច្នៃបន្ថែមនោះក៏អាចមើលតាមវីដេអូរបស់ខ្ញុំបង្ហាញជូននេះបានណាបើសិនជាគិតថាមានប្រយោជន៍ពុកម៉ែបងប្អូនកុំភ្លេច like share comment ផងបាទចាឥឡូវកុំឲ្យខាតពេលវេលាយូរយើងចាប់ផ្ដើមទៅអនុវត្តនៅក្នុងកម្មវិធី PowerPoint ទាំងអស់គ្នាជាដំបូងពុកម៉ែបងប្អូនបើកកម្មវិធីបាទ PowerPoint យើងមកបន្ទាប់មកយើងចុចធ្វើការបង្កើតផ្ទាំង slide ថ្មីបាទហើយផ្ទាំង slide នេះពុកម៉ែបងប្អូនអាចធ្វើការសេរីបានណាសេរីតាមការចង់បានរបស់ពុកម៉ែបងប្អូនហើយខ្ញុំធ្វើការសេរីជូនជាឧទាហរណ៍ខ្ញុំអត់យកផ្ទាំងធំទេអញ្ចឹងបើសិនជាយើងចង់ធ្វើការសេរីផ្ទាំង slide នេះពុកម៉ែបងប្អូនចូលទៅកន្លែង Design tab រួចយើងយក slide size បន្ទាប់មកខ្ញុំយកជាຂະຫນាត standard ណាបាទអញ្ចឹងហើយខ្ញុំចុចបាទ maximize ក៏បានដែរបន្ទាប់មកខ្ញុំចាប់ផ្ដើមធ្វើការបាទគូសជូនពុកម៉ែបងប្អូនបាទដើម្បីពុកម៉ែបងប្អូនអាចទស្សនានៅវីដេអូនេះបានចាឥឡូវខ្ញុំចាប់ផ្ដើមធ្វើផ្ទាំងពណ៌ខ្មៅមុនខ្ញុំចូលទៅ insert រួចខ្ញុំយក shape នេះបាទខ្ញុំយក rectangle ខ្ញុំចាប់ផ្ដើមធ្វើការគូសបែបនេះបាទបន្ទាប់មកយើងធ្វើការចាក់ពណ៌ខ្មៅតែម្ដងណាយើងមិនគិតច្រើនយើងដាក់ពណ៌ខ្មៅចោលតែម្ដងហើយ outline ខ្ញុំធ្វើការដោះចោលណា shape outline no outline បន្ទាប់មកទៀតយើងចាប់ផ្ដើមធ្វើការបាទយករូបភាពរបស់យើងនៅក្នុងអ៊ីនធឺណិតអញ្ចឹងពុកម៉ែបងប្អូនបើកចូលទៅកម្មវិធីអ៊ីនធឺណិតមកបន្ទាប់មកយើងធ្វើការវាយ search នៅខាងលើមកខ្ញុំដាក់ការបាទ color PNG មកបាទបន្ទាប់មកយើងបាទខ្ញុំសាកមើលរូបមួយនេះសិនតើអាចយកទៅប្រើការបានណាអញ្ចឹងយើងធ្វើការ copy តែម្ដងបន្ទាប់មកយើងទៅបើកផ្ទាំង slide យើងធ្វើការ paste រូបនឹងចូលតែម្ដងខ្ញុំទៅរករូបខ្ញុំសាក save មើលសិនពុកម៉ែបងប្អូនយើងផាសចូលទៅដូចជាអត់ចូលរូបនេះយើងអត់អាចយកបានអញ្ចឹងយើងទៅមើលរូបផ្សេងមួយទៀតខ្ញុំមើលរូបមួយនេះមើលអាចយកទៅប្រើការបានទេបាទ copy បាទរូបនេះយើងអាចយកទៅបានប៉ុន្តែរូបដែលយើងយកមកនេះគឺមានជាប់ background បាទជាប់ background ផ្ទៃពណ៌សអញ្ចឹងយើងធ្វើការផ្លាស់ប្ដូរផ្ទៃឬក៏ remove ចោលតែម្ដងបាទអញ្ចឹងយើងចុចលើរូបភាពរួចពុកម៉ែបងប្អូនកលេចមកមើលខាងលើណាបាទកលេចមកលើមើលខាងលើគឺយើងយកពាក្យថា remove background នេះបាទបន្ទាប់មកខ្ញុំយកកន្លែងសញ្ញាបូកពណ៌បៃតងនេះដាក់ថា make area to keep បាទយើងចុចមកអញ្ចឹងយើងយកទៅគូសកន្លែងណាដែលមានពណ៌ផ្កាឈូកហើយជាផ្ទៃមួយដែលយើងចង់រក្សាទុកណាយើងអត់ចង់លុបចោលទេអញ្ចឹងខ្ញុំបាទធ្វើការយកប៊ិចមកពុកម៉ែបងប្អូនចុចលើរូបភាពរបស់យើងហើយធ្វើការទាញអូសដូចខ្ញុំអញ្ចឹងបាទពណ៌ក្រហមនេះជាកន្លែងដែលយើងចង់សេរីបាទលុបចោលវិញបាទអញ្ចឹងយើងធ្វើការគូសបាទឧទាហរណ៍ឥឡូវខ្ញុំយកប៉ុណ្ណឹងចុះហើយបន្ទាប់មកពុកម៉ែបងប្អូនចុច tick មួយទៅគឺរួចរាល់ជាការស្រេចណាហើយយើងចាប់ផ្ដើមបង្វិលរូបរបស់យើងហ្នឹងឲ្យរាងបាទផ្ដេកបន្តិចណាបានស្អាតពុកម៉ែបងប្អូនណាបាទនេះយើងចាប់កន្លែងសញ្ញាព្រួញ rotate នេះយើងធ្វើការបង្វិលរូបភាពរបស់យើងបន្តិចណា
បាទឧទាហរណ៍ឥឡូវខ្ញុំយកប៉ុណ្ណឹងចុះបន្ទាប់មកទៀតខ្ញុំទៅរកបាទទឹកកកហើយនឹងរបៀបទឹកដូចទឹកកូកាអញ្ចឹងណាបាទជះអាហ្នឹងគេដាក់អមជាមួយឯងអញ្ចឹងយើងចូលទៅអ៊ីនធឺណិតម្ដងទៀតខ្ញុំទៅវាយរកបាទទឹកកកបាទទឹកកកយើងដាក់ថាខ្ញុំសាក់ដាក់ថាអាយអញ្ចឹងទៅបាទបន្ទាប់មកពុកម៉ែបងប្អូនរករូបណាដែលអត់មាន background ណាយើងងាយស្រួលយកទៅដាក់ទៅវាយើងមិនពិបាកក្នុងការ remove background បាទខ្ញុំសាកមើលរូបមួយនេះតើយើងអាចយកទៅប្រើការបានអត់បាទយើងមកស្ដាំយើងធ្វើការ copy រូបភាពប្រហែលជាយកអត់បានទេរូបនេះបាទយកអត់បានទេអញ្ចឹងយើងមើលរូបផ្សេងទៀតបាទរូបភាពមានច្រើនណាស់ពុកម៉ែបងប្អូនអាចធ្វើការស្វែងរកបានក្នុងអ៊ីនធឺណិតឥឡូវនេះខ្ញុំសាកយករូបនេះប៉ុន្តែរូបនេះអត់សូវច្បាស់ស្អាតបាទរូបនេះក៏អត់ឲ្យ save ដែរមើលរូបផ្សេងមួយទៀតបាទសុទ្ធតែអត់ឲ្យ save បាទឥឡូវខ្ញុំសាកយករូបនេះមកខ្ញុំមកដាក់ចូលមកបាទនៅតែអត់ឲ្យបាទរូបនេះបានប៉ុន្តែអត់សូវស្អាតពុកម៉ែបងប្អូនណារូបនេះដូចអត់សូវស្អាតប៉ុន្តែឥឡូវខ្ញុំឧទាហរណ៍ចុះបាទឧទាហរណ៍យករូបនេះយកមកប្រើដើម្បីបង្ហាញជូនពុកម៉ែបងប្អូនកុំឲ្យបាទពេលវេលាយូរបាទអញ្ចឹងយើងយកប៊ិចមកពុកម៉ែបងប្អូនណាយើងធ្វើការ remove រូបបាទ remove ផ្ទៃពណ៌ក្រហមនេះយើងបានន័យថាយើងទុកកន្លែងរូបភាពដែលយើងចង់ទុកពុកម៉ែបងប្អូនណាបាទជាកន្លែងដែលយើងចង់ទុកឧទាហរណ៍ឥឡូវខ្ញុំចង់ទុកអញ្ចឹងបាទរូបដុំទឹកកកហ្នឹងបាទបន្ទាប់មកខ្ញុំធ្វើការចុច tick ណាខ្ញុំឧទាហរណ៍ខ្ញុំគូរអត់សូវបានស្អាតទេអធ្យាស្រ័យពុកម៉ែបងប្អូនកុំឲ្យយើងស៊ីពេលវេលាណាបាទខ្ញុំដាក់អញ្ចឹងទៅហើយទឹកកកដុំអីក៏យើងធ្វើបែបដូចនេះដែរពុកម៉ែបងប្អូនណាយើងទឹកកកដុំអីយើងរកដុំទូចហ្នឹងយើងអាចយកមកដាក់ច្នៃបន្ថែមទៀតបាទឥឡូវនេះកុំឲ្យខាតពេកខ្ញុំសូមយកប៉ុណ្ណឹងទៅចុះបាទអញ្ចឹងនៅពេលដែលយើង slide show ទៅវាមើលឃើញទៅឃើញភាពស្រស់ស្អាតហើយបាទនេះបែបនេះអញ្ចឹងវាអត់មានរូបភាពអីបាំងអីទៀតទេបាទអញ្ចឹងយើងមើលទៅគឺស្អាតហើយខ្ញុំចាប់ផ្ដើមច្នៃធ្វើអក្សរបាទអក្សរនេះគឺដាក់បាទ Coca-Cola ហ្នឹងបាទ0ហ្នឹងអញ្ចឹងយើងចូលទៅ insert បន្ទាប់មកខ្ញុំយក word art បាទហើយខ្ញុំដាក់ខ្ញុំដូរអក្សរចេញខ្ញុំដាក់0បាទបន្ទាប់មកយើងអាចធ្វើការផ្លាស់ប្ដូរ font បើសិនជាពុកម៉ែបងប្អូនអត់ស្រឡាញ់ font ទេយើងរក font ណាក្រាស់ៗស្អាតទៅបាទឧទាហរណ៍ថាឥឡូវខ្ញុំប្រើ font នេះចុះបាទអញ្ចឹងខ្ញុំតម្លើងទំហំឲ្យធំពុកម៉ែបងប្អូនដាក់ឲ្យទំហំធំតិចមកហើយយើងចូលទៅshape format យើងយក rotate នេះក៏បានដែរណាយើងយក rotate នេះទៅបាទយើងមិនបាច់ចាប់ powell ក៏បានដែរខ្ញុំសុំបន្ថយទំហំបន្តិចបាទខ្ញុំដាក់ចលោមើលសិនបាទខ្ញុំយកប៉ុណ្នេះពុកម៉ែបងប្អូនណា
បន្ទាប់មកខ្ញុំធ្វើការរុញរូបនេះទៅខាងក្រោយខ្ញុំចូលទៅ Shape Format បាទបន្ទាប់មកខ្ញុំចុចកន្លែង Send Back នេះពុកម៉ែបងប្អូនណាយើងចុចតអក្សរហ្នឹងរត់ទៅខាងក្រោយរូបភាពរបស់យើងវិញបាទហើយទឹកកូកាហ្នឹងក៏ដូចគ្នាដែរពុកម៉ែបងប្អូនណាអាចទៅរកនៅក្នុងអ៊ីនធឺណិតបាទអញ្ចឹងខ្ញុំវាយCoca-Cola អញ្ចឹងទៅបាទ Coca-Cola Water អញ្ចឹងទៅខ្ញុំសាកមើលសិនពុកម៉ែបងប្អូនណាយើង Enter មកនេះរូបភាពយើងមានច្រើនតើពុកម៉ែបងប្អូនមើលមួយណាដែលស័ក្តិសមស៊ីជាមួយនឹងបាទរូបភាពរបស់យើងអាចប្រើបានណាខ្ញុំសាកមើលរូបនេះមើលអាចយកទៅប្រើបានទេបាទខ្ញុំមើលស្ដាំបាទឬអត់ឲ្យ copy ទេយើងមើលរូបភាពផ្សេងខ្ញុំសាក copy យកទៅ paste ចូលមើលឲ្យទេបាទបានណាពុកម៉ែបងប្អូនអញ្ចឹងយើងច្នៃទៅពុកម៉ែបងប្អូនដាក់មិនសមបាទឥឡូវខ្ញុំថាខ្ញុំដាក់អញ្ចឹងចុះខ្ញុំបង្រួមរូបនឹងឲ្យតូចបន្តិចបាទខ្ញុំដាក់ប៉ុណ្ណេះចុះប៉ុណ្ណេះខ្ញុំ send back បាទខ្ញុំរុញទៅខាងក្រោយបាទទឹកកកវិញណាបាទអញ្ចឹងឥឡូវទៀតថាខ្ញុំដាក់អញ្ចឹងទៅបាទចាំមើលខ្ញុំ slide show មកយើងមើលទៅវាសមអត់បាទនេះពុកម៉ែបងប្អូនណាអញ្ចឹងរបៀបនៃការធ្វើរូបភាពបែបនេះគឺយើងមានតែច្នៃអញ្ចឹងពុកម៉ែបងប្អូនបាទត្រូវយករូបហ្នឹងយកមកដាក់ភ្ជាន់គ្នាអញ្ចឹងទៅគូសមានផ្ទៃ background មានអីតុបតែងអញ្ចឹងបានចេញមកមើលទៅស្អាតបាទអញ្ចឹងរូបភាពនេះគឺខ្ញុំសូមបញ្ចប់ប៉ុណ្ណឹងហើយបើសិនជាពុកម៉ែបងប្អូនមានចម្ងល់អ្វីផ្សេងៗអាចធ្វើការ comment នៅខាងក្រោមវីដេអូបានខ្ញុំនឹងព្យាយាមឆ្លើយរាល់សំណួរពុកម៉ែបងប្អូនដែលមានបាទអញ្ចឹងយើងនឹងជួបគ្នានៅវីដេអូភាគបន្តទៀតបាទសូមអរគុណច្រើន